Welcome to my channel ថ្ងៃនេះដែរខ្ញុំមាន grammar មួយដែលនិយមពី have to ចឹង have to យើងដឹងហើយថាបបផែខ្មែរត្រូវតែចឹង have to នៅក្នុងភាសាអង់គ្លេសគឺយើងប្រើវាដើម្បីបង្ហាញអំពីអីគេខ្លះហើយ form ក្នុងការបង្កើតជា sentence ក្នុងការសរសេរឬក៏ក្នុងការនិយាយហ្នឹងយើងមានអ្វីខ្លះដូច្នេះកុំឲ្យខាតពេលយូរយើងចូលទៅមើល slide បន្តដូចតទៅដំបូងយើងត្រូវមើលទៅលើ positive form ទម្រង់ស្របនៃ have to ចឹង have to form របស់វាគឺ subject បូក have to or has to ផ្លើ verb បែប form plus object ចឹងយើងដឹងហើយថា have to គឺយើងប្រើជាមួយនឹង subject ដែលជា I, you, we, they ឬក៏ plural subject ផ្សេងចំណែកឯ has to គឺយើងប្រើជាមួយនឹង third person singular subject like he, she, it ជាដើមតោះមកត្រូវបូកជាមួយនឹងកិរិយាសព្ទដើមឬក៏ verb បែប form បូក object ចឹងយើងប្រើ have to ឬក៏ has to គឺដើម្បីអីគឺ we use have to or has to talk about things that are necessary because of the rule that other people oblige us to follow ចឹងយើងប្រើ have to ឬក៏ has to គឺដើម្បីនិយាយអំពីរឿងអីមួយដែលវាមានភាពចាំបាច់ដោយសារតែជាវិធានជាច្បាប់ជាវិន័យដែលអ្នកដទៃនឹងប្រកបប្រជាយើងឲ្យអនុវត្តតាមចឹងយើងមកទៅលើឧទាហរណ៍ទាំងអស់គ្នា My brother has to travel a lot in his job បងប្រុសរបស់ខ្ញុំត្រូវតែធ្វើដំណើរច្រើននៅក្នុងការងាររបស់គាត់នឹងចឹងនៅក្នុងស្ថានភាពហ្នឹង it required by his employer វាត្រូវបានទាមទារឬក៏ជាការប្រកបវិជ្ជារបស់មេរបស់គាត់តកែរបស់គាត់ចឹងមានន័យថានៅក្នុងប្រយោគហ្នឹង My brother គាត់អត់ចង់ធ្វើវាមិនជាគំនិតមិនជាការគិតរបស់បងប្រុសរបស់ខ្ញុំទេតែវាកើតចេញពីកត្តាខាងក្រៅគឺជាកាតព្វកិច្ចដែលមេរបស់គាត់បានទាមទារឲ្យគាត់ធ្វើមួយទៀតគឺ we have to pay rent every month ពួកយើងត្រូវតែបង់លុយថ្លៃជួលហ្នឹងជារៀងរាល់ខែ so it required by the landlord ចាការដែលយើងបង់លុយថ្លៃផ្ទះថ្លៃវត្ថុអីមួយដែលយើងជួលហ្នឹងគឺយើងត្រូវបង់វាគឺការដែលយើងបង់ហ្នឹងគឺវាកើតឡើងពីអីគេគឺកើតឡើងពីម្ចាស់ផ្ទះគាត់តម្រូវឲ្យយើងត្រូវបង់ប្រចាំខែចឹងជាដើមអញ្ចឹងកាតព្វកិច្ចភាពចាំបាច់ទាំងអស់ហ្នឹងគឺអ្នកដទៃប្រាប់យើងឲ្យធ្វើឲ្យយើងអនុវត្តចឹងយើងមកទៅលើ sentence ហ្នឹងមើល My brother had to travel a lot in his job subject គឺ my brother ចឹង my brother គឺជា third person singular so it used with has to តមកមកគឺមាន verb បែប form គឺ travel and a lot of in his job ជា object ផ្សេងwe have to pay rent every month so subject is we use with have to and pay in verb បែប form we also use have to or has to talk about things that are necessary because of the situation or some circumstance ចឹងក៏យើងប្រើ have to ឬក៏ has to ដើម្បីនិយាយអំពីរឿងអីមួយដែលវាមានភាពចាំបាច់ដែរដោយសារតែស្ថានភាពឬក៏ជាកលៈទេសៈចាំបាច់ណាមួយឧទាហរណ៍ My eyesight isn't very good I have to wear glasses for my reading មានថាការមើលឃើញឬក៏ភ្នែករបស់ខ្ញុំនឹងគឺមើលឃើញអត់សូវល្អទេដូច្នេះខ្ញុំត្រូវតែពាក់វ៉ែនតារាល់ពេលដែលខ្ញុំអានសៀវភៅឬក៏នៅពេលដែលខ្ញុំអានជាដើមអញ្ចឹងការដែលយើងត្រូវតែពាក់វ៉ែនតានៅពេលដែលយើងអានហ្នឹងគឺវាកើតឡើងពីស្ថានភាពកលៈទេសៈដែលភ្នែករបស់យើងនឹងមើលឃើញអត់សូវល្អអញ្ចឹងវាចាំបាច់ឲ្យយើងត្រូវតែពាក់វ៉ែនតានៅពេលដែលយើងអាន George can't come out with us this evening he has to work George អត់អាចមកជាមួយយើងទេល្ងាចហ្នឹងគាត់ត្រូវតែធ្វើការងាររបស់គាត់អញ្ចឹងវាកើតឡើងពីភាពចាំបាច់កើតឡើងពីកលៈទេសៈដែល
គាត់ត្រូវតែធ្វើកិច្ចការរបស់គាត់អញ្ចឹងគាត់អាចមកជាមួយយើងនៅល្ងាចហ្នឹងបានទេអញ្ចឹងវាជា circumstances ឬក៏ situation របស់គាត់ចឹងយើងត្រូវមើលប្រយោគបដិសេធមួយទៀតគឺប្រយោគបដិសេធនៃ have to or has to ហ្នឹងវាគឺ subject បូក don't or doesn't plus have to plus verb by form plus object ចឹង subject I you we they គឺយើងប្រើជាមួយនឹង don't have to ហើយ subject ដែលជា I you we they គឺប្រើជាមួយនឹង don't have to and he she it ប្រើជាមួយនឹង doesn't have to តមកបូកមួយ verb ដែល form ដដែលបូក object ចឹងយើងប្រើប្រយោគបដិសេធដែលជា don't have to ឬក៏ doesn't have to ដើម្បីអីគឺយើងប្រើ don't have to ឬក៏ doesn't have to នឹងដើម្បីនិយាយពីរឿងអីមួយដែលវាអត់មានភាពចាំបាច់ទេដែលវាមានន័យថាវាមានភាពចាំបាច់ឬក៏កាតព្វកិច្ចអីមួយដែលយើងត្រូវតែធ្វើទេមានថាវាគ្មានភាពចាំបាច់ក្នុងការធ្វើយើងចង់ធ្វើក៏បានអត់ធ្វើក៏បានអញ្ចឹងយើងមកឧទាហរណ៍ទាំងអស់គ្នា I'm not working tomorrow so I don't have to get up early ខ្ញុំអត់ធ្វើការទេថ្ងៃស្អែកដូច្នេះខ្ញុំមិនចាំបាច់ងើបពីគេងលឿនទេអញ្ចឹងបានន័យថាស្អែកអត់ធ្វើការផងអញ្ចឹងយើងងើបពីគេងលឿនទៅអីអញ្ចឹងវាអត់មានភាពចាំបាច់ក្នុងការងើបពីគេងលឿនទេយើងចង់ងើបក៏បានទី2 I don't have to get up early on Sunday ខ្ញុំមិនចាំបាច់ងើបពីគេងយឺតលឿនទេនៅថ្ងៃអាទិត្យអញ្ចឹង it's my holiday I don't have to get up early Maria can stay in the bed tomorrow morning she doesn't have to go to work question សំណួរគឺ do or does plus subject plus have to plus verb by form plus object question mark general question we have to answer yes and no yes subject plus do or does no subject plus don't or doesn't ជាក់ដល់ subject are you we they ប្រើជាមួយ do ឬក៏ don't he she ប្រើជាមួយ does or doesn't for example does your grandpa have to wear glasses when he read តើជាតារបស់អ្នកត្រូវតែពាក់វ៉ែនតាដែរឬទេនៅពេលដែលគាត់អានបើមែនគឺ yes he does តែបើអត់ទេ no he doesn't ចឹងទៅ do we have to go now no we don't or yes we do does everyone have to wear uniform at school yes they do តែបើអត់ទេ no they don't Okay ចូល form មួយទៀតគឺជាទម្រង់សំណួរដែលប្រើ WA question ជា WA question ដែលយើងដឹងមានជា what when where how why ជាដើមអញ្ចឹងនៅពេលដែលយើងប្រើប្រយោគសំណួរដែលជា WA question គឺយើងដាក់ WA question នៅពីខាងមុខបូក do or does plus subject plus have to plus verb by form plus object question mark ចុះឧទាហរណ៍ what time does he have to leave តើគាត់ត្រូវចាញ់ដំណើរឬក៏ចាក់ចេញនៅម៉ោងប្រមាណអញ្ចឹង what time សូរអំពីម៉ោងអញ្ចឹងឆ្លើយជាចម្លើយដែលគេចង់បានមកគឺជាម៉ោង he has to leave at 6 a.m. how much do I have to pay you have to pay $100 why do we have to get up early mom we going on a trip tomorrow